ប្រជ្រុយមួយកន្លែងដែរធ្វើឲ្យអ្នកទាំងអស់គ្នាលំបាកហើយតែងតែជួបនៅវិបត្តិជាពិសេសនោះមិនថាបញ្ហាឬក៏កិច្ចការងារណាអ្វីមួយទេអ្នកទាំងអស់គ្នាមានអារម្មណ៍ថាធ្វើវាហើយនឿយហត់ទាំងការងារហត់ទាំងជីវិតខ្លួនឯងនិងហត់ជាមួយនឹងគ្រួសាររួមទាំងដៃគូជីវិតទៀតផងចង់ដឹងថាប្រជ្រុយដែលខ្ញុំនិយាយហ្នឹងស្ថិតនៅត្រង់ណាប្រជ្រុយហ្នឹងគឺស្ថិតនៅត្រង់នៅលើស្មាយើងមិនថាឆ្វេងមិនថាស្ដាំទេប្រជ្រុយហ្នឹងគឺជាប្រជ្រុយលំបាកហើយតែងតែរែកពុនម្នាក់ឯងមិនថាការងារមិនថាគ្រួសារមិនថាស្នេហាទេអ្នកដែលមានប្រជ្រុយហ្នឹងភាគច្រើនតែងតែមានទំនួលខុសត្រូវខ្ពស់តែងតែតស៊ូលើសពីការរំពឹងទុកទោះជាខ្លួនឯងឈឺក៏មិនហ៊ានឈឺផងពួកអីមានអំរែកច្រើនណាស់ដែលត្រូវធ្វើនិយាយសរុបរួមមកប្រជ្រុយត្រង់ស្មាហ្នឹងគឺអត់ល្អទេវាធ្វើឲ្យយើងលំបាកយល់ល្អគួរតែកាត់វាចេញកុំភ្លេចចុចបេះដូងនិង follow ម្នាក់មួយផងបាយបាយ